នេះលទ្ធផលឃើញ TikTok គ្រីឥឡូវខ្លួនឯងធ្វើគ្រីញ៉ាំដែរតែគ្រីនេះលើកទី1នៃជីវិតដែរហើយក៏ផ្លាតដែរគឺពេលដាក់សាច់ដាក់អីហ្នឹងដាក់គ្រឿងដាក់បន្លែហ្នឹងគឺអត់បានចុចវីដេអូ record អញ្ចឹងគ្រីខ្ញុំខ្លាយទៅជាពាក់កណ្ដាលវីដេអូហើយអញ្ចឹងអ្នកមើលកុំខឹងណាគ្រឿងផ្សំយើងមានអីច្រើនមានតែគ្រឿងបុកកាពិម្ទេសម្ទេសក្លោកចាមម្សៅការីហើយនឹងខ្ទិះដូងហើយរបៀបធ្វើអត់មានអីពិបាកទេយើងលេងម្ទេសក្លោកគ្រឿងអីហ្នឹងឲ្យឈ្ងុយឲ្យឡើងពណ៌អីអស់ហើយបើយើងដាក់ពីចូលហើយបន្ទាប់មកយើងដាក់គ្រឿងការីដាក់អីចូលទៅហើយយើងឆាសាច់ឲ្យវាឈ្ងុយហើយបន្ទាប់មកយើងដាក់ការ៉ុតក៏បានតែនិយាយទៅគឺយើងត្រូវមានស្អីគេដលងជ្វាខាងស្រុកខ្ញុំគេប្រើដលងជ្វាអញ្ចឹងទៅយើងដាក់ដលងជ្វាហ្នឹងលីងចូលគ្នាឲ្យឈ្ងុយហើយបានយើងចាក់ខ្ទិះដូងចូលមកវាហើយដោយសារស្ដាយគួរវារៀងឆាប់ឲ្យលួយជាងគេអញ្ចឹងតតាពុះបានខ្ញុំចាប់ផ្ដើមដាក់ស្ដាយគួរចូលហើយសម្រាប់រសជាតិយើងធ្វើឲ្យរៀងផ្អែមបន្តិចហើយនឹងខ្ទិះដូងឲ្យច្រើនអញ្ចឹងទៅបានឆ្ងាញ់តែខ្ញុំស្ដាយពេលខ្ញុំដាក់ខ្ទិះដូងដាក់អីហ្នឹងគឺខ្ញុំភ្លេចចុចវីដេអូ